DJ ថៃម្នាក់ត្រូវបានគេធ្វើឃាតព្រោះចំនួនស្នេហាសារសព DJ ប្រុសម្នាក់អាយុ33ឆ្នាំដែលបានបាត់ខ្លួនកាលពី4ថ្ងៃមុនត្រូវបានរកឃើញនៅក្នុងព្រៃដាច់ស្រយាលមួយក្នុងស្រុកមឿងក្នុងខេត្តភាគខាងលិចប្រទេសថៃដោយមានស្នាមរបួសចងដៃនិងគ្រាប់កាំភ្លើងនៅក្នុងប្រាសាទមួយកន្លែងប៉ូលីសសង្ស័យថាមានចំនួនស្នេហាយោងតាមប្រភពប៉ូលីសនិងក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់លោកវ៉ារភូមិខុនស្រីចាតុรงค์នៅក្នុងព្រៃមួយក្នុងតំបន់តាមប៉ុនឡាត់ចាដៃបរោះដែលស្លាប់ត្រូវបានចងស្លាប់សេកទៅក្រោយហើយមានស្នាមរបួសដោយគ្រាប់កាំភ្លើងពីកន្លែងយោងតាមលោកវិឆានដែលជាឪពុករបស់ជនរងគ្រោះបានឲ្យដឹងថាឃាតកម្មនេះគឺសាហាវឃោរឃៅណាស់ហើយលោកសង្ឃឹមថាប៉ូលីសនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកភិរុតជនយ៉ាងណាមិញបុរស2នាក់ត្រូវបានគេស្គាល់ថាឈ្មោះថារ៉ាដែតនិងវីកូលដែលត្រូវបានគេសង្ស័យថាបានបើករថយន្ត Pickup ពណ៌សដើម្បីចាប់ DJ នៅស្រុកមឿងនៅម៉ោង 3:54 នាទីព្រឹកថ្ងៃពុធអ្នកទាំងពីរត្រូវបានចាប់ខ្លួននិងបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីឡើយ